ថ្ងៃនេះខ្ញុំមានយ៉ាក្រាមមួយយកមកបង្ហាញបងប្អូនហើយធ្វើជាក់ស្ដែងថ្ងៃមុនខ្ញុំយកយ៉ាក្រាមនេះយកមកបង្ហាញបងប្អូនយ៉ាក្រាមនេះបានន័យថាNPN បានន័យថា transfer ដូចគ្នា NPN ហើយថ្ងៃនេះយកយ៉ាក្រាមនេះ N1 P1 បានន័យថា transfer នេះ N1 P1 អញ្ចឹង transfer នេះវាដាក់D 8 ដល់ 7 ឬក៏ 7 ដល់ 8 ហ្នឹងអានេះ 6 8 8 B 6 8 8អញ្ចឹងយើងចាប់ផ្ដើមធ្វើជាក់ស្ដែងយើងឃើញថានៅក្នុងយ៉ាក្រាមនេះយើងសាកមកនេះខ្សែ Opler ហ្នឹងខ្សែ speaker ហ្នឹងពីរនេះអញ្ចឹងខ្សែភ្លើងនេះចេញមកនេះខ្សែភ្លើង 24V ចេញពីដុំភ្លើងមកចូលខ្សែ Opler ម្ខាងហើយខ្សែ Opler ម្ខាងចេញភ្លើង 24V ហ្នឹងចេញភ្លើង 24V នេះមកចូលជើងសេនេះអញ្ចឹងចេញភ្លើងនេះចេញពី Opler ចេញអញ្ចឹងភ្លើងចូល Opler ហើយខ្សែភ្លើងហ្នឹងណាចូល Opler ចេញពីដុំភ្លើងមក 24V ចូលមកជើងសេនេះហើយនេះខ្សែម៉ាស់នេះអូតយ៉ូចាក់ចូលហ្នឹងយើងចាក់ចូលទៅឥឡូវយើងសាកបន្តិចមើលហើយតាមយ៉ាក្រាមហ្នឹងគឺយ៉ាក្រាមដែលយើងធ្វើជាក់ស្ដែងគូតាមយ៉ាក្រាមជាក់ស្ដែងរបស់បតនេះអានេះយើងសន្មតថាបតចុះអានេះយ៉ាក្រាមដែលយើងគូតាមបតនេះយ៉ាក្រាមជាក់ស្ដែងអញ្ចឹង transistor វាមាន N1 P1 បានន័យថាអានេះ NPN នេះ NPN អានេះ PNP transistor ហ្នឹងមានពីរអញ្ចឹងយើងសាកតេស្តមើលចាក់សញ្ញាបន្តិចមើលចាក់ signal ហើយក្នុងយ៉ាក្រាមយើងឃើញនេះភ្លើងចូលតាមនេះយើងដាក់ភ្លើងអង្គុយក៏បាន 12V ហើយវាចេញតាមខ្សែ Opler នេះខ្សែ speaker នេះចេញមកចូលជើងសេនេះអញ្ចឹងយើងចាក់សំឡេងតិចមើលវាឮអត់យើងគូតេស្តសញ្ញាទៅឮតាតែចំពោះបើយើងចាប់ភ្លើងដុំភ្លើងវារៀងរ៉ែបន្តិចដោយសារកងដងដុំភ្លើងវាច្រោះអត់ល្អវាច្រោះអត់អស់អញ្ចឹងយើងចាក់ signal ចូលយើងដូរបាត់ភ្លេង
ឡូវខ្ញុំបញ្យល់បន្តិចបញ្យល់តាមdiagram ជាក់ស្ដែងអញ្ចឹងខ្ញុំបិទសិនបញ្យល់តាមdiagram ជាក់ស្ដែងដែលយើងគូជាក់ស្ដែងនេះខ្ញុំបិទសិនហើយចាំបញ្យល់តាមជាក់ស្ដែងdiagram ជាក់ស្ដែងបញ្យល់diagram ជាក់ស្ដែងបងប្អូនមើលអញ្ចឹង in ចូលនេះខ្ញុំដកមក in ចូលនេះយើងដាក់ខ្សែ audio ចូលអញ្ចឹង in ចូលនេះតាមនេះឆ្លងកាត់នេះកងដងនេះ capacitor នេះ22មីក្រូឆ្លងកាត់ហើយនឹង BC របស់វានេះមាន resistance នេះ 100 គីឡូ BC របស់វាមាន resistance 100 គីឡូហើយចេញពី BC ចូលមកជើង B នេះហើយជើង C របស់វានេះស៊ីភ្លើងចុកស៊ីភ្លើងបូកនេះ12 វ៉ុលនេះចូលមក Opler អញ្ចឹងនេះភ្លើងបូកនេះនេះភ្លើងបូកចេញពីដុំភ្លើងមកចូលមក Opler នេះហើយចេញពី Opler នេះបានន័យចេញពី speaker នេះមកនេះចេញពី speaker មកនេះចូលចេញពី speaker មកចូលមកជើង C នេះឃើញទេអញ្ចឹងសេម៉ាដូចគ្នានេះ12 វ៉ុលចូលមក Opler ចូលមកជើង C នេះអញ្ចឹងជើង E របស់វានេះចុះម៉ាស់អញ្ចឹងជើង E នេះជើង E ជាប់ជើង E នេះម៉ាស់ដុំភ្លើងនេះខ្សែនេះម៉ាស់ដុំភ្លើងអញ្ចឹងជើង E ហើយជើង E នេះវាជាប់គ្នានេះជើង E ម៉ាស់ 0 នេះជាប់គ្នាហើយអញ្ចឹងយើងអាចរៀបតែ2គ្រាប់នេះវាលឺអាចរៀប2គ្រាប់នេះលឺហ្នឹងលឺប្រហែលជាបើបងអូនដាក់ Opler ធំលឺខ្លាំងប្រហែលជា100 វ៉ាត់ដែរសំខាន់បងអូនបញ្ចូលភ្លើងពី24 វ៉ុលទៅពី12 វ៉ុលទៅ24 វ៉ុលហើយនេះគឺសេម៉ា small ទូចហ្នឹងដើម្បីយកជាបទបង្ហាញបងប្អូនទេចំពោះមេដែលគាត់អ្នកចេះនោះគាត់មិនបាច់មើលទេដោយសារយើងសម្រាប់ប្រាប់បងប្អូនថាការរៀនហ្នឹងចាប់ផ្ដើមពីតូចហ្នឹងទៅអញ្ចឹងអានេះជាបទអគុយdiagram អគុយបទអគុយអញ្ចឹងបងប្អូនអាចរៀបបានហើយបងប្អូនម្នាក់ខមមិនសួរថាចង់ឲ្យលោកគ្រូហ្នឹងបង្រៀនតាំងពីដើមរហូតឲ្យចេះជួសជុលតែម្ដងបានន័យថាចេះបងប្អូនមើលក្នុងវីដេអូហ្នឹងទៅបងប្អូននឹងឃើញថាបងបង្រៀនតាំងពីរបៀបមើលអូម៉ែត្រទី1គឺបងប្អូនចេះមើលអូម៉ែត្រទី2បងប្អូនចេះមើលពណ៌ resistance ទី3បងប្អូនត្រូវចេះវាស់ capacitor វាស់កងដង់ទី4បងប្អូនត្រូវចេះវាស់យ៉ូតទី5បងប្អូនត្រូវចេះវាស់ transistor MOSFET transistor MOSFET transistor អីហ្នឹងបងប្អូនត្រូវមើលក្នុងហ្នឹងទៅបងប្អូនចេះហើយតាំងរបៀបរុំដុំភ្លើងអីមានអស់ហើយនៅក្នុងហ្នឹងតាំងដុំភ្លើងជ្រុងដុំភ្លើងមូលក៏មានអញ្ចឹងបងប្អូនមើលទៅតាមវីដេអូមួយទៅតែបងអត់បានរៀបវីដេអូតាមលំដាប់លំដោយអញ្ចឹងបងប្អូនមើលទៅស្រាវជ្រាវមើលក្នុងហ្នឹងទៅបងប្អូនចាប់ឲ្យបានថាមុនបងទៅចេះវាស់អូម៉ែត្រហ្នឹងទី2សំខាន់បំផុតបងប្អូនចេះមើល resistance
ទី3បងប្អូនចេះមើល capacitor ចេះវាស់ capacitor យកហើយនឹង transistor MOSFET អីហ្នឹងបងប្អូនត្រូវចេះអស់ទៅនៅពេលដែលបងប្អូនតម្លើងត្រូវបងប្អូនចេះរុំដុំភ្លើងអញ្ចឹងបងប្អូននឹងយល់ណាមើលទៅបងប្អូនអាចជួសជុលបានណាអាហ្នឹងដែលបងប្អូន comment សួរហ្នឹងបងប្រាប់អញ្ចឹងបងប្អូនមើលតាមហ្នឹងទៅបងប្អូននឹងចេះហើយតែមើលមួយទៅការរៀននោះដល់អ្នកមានដងដែរមិនប្រកាសថារៀនទៅចេះទាំងអស់គ្នាទេអ្នកមានដងទៅគាត់ឆាប់យល់ទៅអញ្ចឹងហើយដោយបងបញ្យល់អញ្ចឹងទៅមើលតាមអញ្ចឹងបងរៀបនេះបតនេះហើយបងគូយ៉ាក្រាមជាក់ស្ដែងអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនមានតែប៉ុណ្្នឹងទេឥឡូវបងសាកម្ដងទៀតនេះអូឌីយ៉ូសាកម្ដងទៀតហើយពេលខ្លះទៅក៏ឆ្លៀតពេលមកធ្វើយ៉ាក្រាមឬក៏រៀបពិសោធន៍ចំពោះ transistor បងប្អូនអាចដាក់5200ក៏បាន1943ក៏បានឬក៏បងប្អូនអាចដាក់718ក៏បានឬក៏ដាក់688ក៏បានហ្នឹង transistor ហ្នឹងបងប្អូនអាចតែបើយកអានេះខ្លាំងអានេះវាសោយបន្តិចបាទនេះសំឡេងចេញមកស្អាតនេះ5200និង1943នេះចេញមកស្អាតចេញមកស្អាតជាងចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនហើយសូមបងប្អូនមើលឲ្យនេះទៅមើលច្បាស់ទៅហើយសូមចុច Subscribe បងមួយផងដើម្បីបានវីដេអូថ្មីទៀតសូមអរគុណសូមជម្រាបលាបងប្អូនមើលឲ្យយល់ទៅនេះតូចចាំថ្ងៃណាធ្វើអាធំចេះធ្វើបន្តិចទៅមានពេលតនេចេះធ្វើទៅបងហើយចំពោះមេអ្នកចេះដឹងគាត់ចេះហើយអញ្ចឹងសម្រាប់ធ្វើនេះសម្រាប់តែបងប្អូនដែលចាប់ផ្ដើមការសិក្សាថ្មីទេឲ្យយល់ហើយបងប្អូនដែលថានេះហ្នឹងថាចង់ឲ្យលោកគ្រូបង្រៀនពីចុងដល់ដើមមកចេះជួសជុលហ្នឹងបងប្អូនមើលតាមហ្នឹងទៅព្រោះមានវីដេអូអស់ហើយ
មានវីដេអូអស់ហើយអញ្ចឹងបងប្អូនមើលតាមនោះទៅនឹងជួសជុលបានហើយឲ្យតែបងប្អូនខំប្រឹងប្រែងអរគុណសូមជម្រាបលា